វិធីសាស្ត្រការពារខ្លួនពីគ្រោះរញ្ជួយដីការរញ្ជួយដីអាចកើតឡើងដោយគ្មានការព្រមានទុកជាមុនដូច្នេះការត្រៀមខ្លួនជាមុនគឺមានសារៈសំខាន់បំផុតខាងក្រោមនេះជាវិធីសាស្ត្រការពារខ្លួនពីគ្រោះរញ្ជួយដីការត្រៀមជាមុនពេលរញ្ជួយដី 1. រៀបចំផែនការជម្លៀសក្នុងគ្រួសារនិងកំណត់កន្លែងជួបជុំគ្នាបន្ទាប់ពីរញ្ជួយដី 2. ត្រៀមគ្រឿងសង្គ្រោះបន្ទាន់ដែលមានដូចជាទឹកអាហារឱសថពិលថ្មពិលនិងវិទ្យុដែលដំណើរការដោយថ្ម 3. រៀនរបៀបបិទគ្រឿងប្រើប្រាស់សំខាន់ៗក្នុងផ្ទះដូចជាឧស្ម័នអគ្គិសនីនិងទឹក 4. ពង្រឹងរចនាសម្ព័ន្ធផ្ទះឲ្យបានរឹងមាំជាពិសេសសសរនិងជញ្ជាំង 5. ចងឬភ្ជាប់គ្រឿងសង្ហារឹមធ្ងន់ៗទៅនឹងជញ្ជាំងហើយដាក់របស់ធ្ងន់ៗនៅលើធ្នើទាបៗក្នុងអំឡុងពេលមានរញ្ជួយដី 1. បើនៅក្នុងអគារប្តីខ្លួនក្រាបចុះគ្របខ្លួននិងអោបជាប់នឹងរបស់រឹងមាំត្រូវលុតជង្គង់ក្រោមតុរឹងមាំឬជិតជ្រុងនៃជញ្ជាំងការពារក្បាលនិងករបស់អ្នកដោយដៃនៅជាប់នឹងទីតាំងរបស់អ្នករហូតដល់ការរញ្ជួយដីបញ្ចប់ 2. បើនៅក្រៅអគារចាក់ចេញឲ្យឆ្ងាយពីអគារដើមឈើនិងខ្សែភ្លើងប្តីខ្លួននៅកន្លែងទំនេរហើយការពារក្បាលរបស់អ្នក 3. បើនៅក្នុងរថយន្តរកកន្លែងឈប់ដោយសុវត្ថិភាពហើយចតនៅឆ្ងាយពីអគារស្ពាននិងខ្សែភ្លើងនៅក្នុងរថយន្តរហូតដល់ការរញ្ជួយដីចប់ក្រោយពេលមានរញ្ជួយដី 1. ត្រួតពិនិត្យរបួសលើខ្លួនអ្នកនិងអ្នកនៅជុំវិញ 2. ប្រសិនបើអ្នកនៅក្នុងតំបន់ឆ្នេរសមុទ្រត្រូវប្រុងប្រយ័ត្នចំពោះរលកស៊ូណាមី 3. ប្រុងប្រយ័ត្នចំពោះរញ្ជួយបន្តបន្ទាប់ 4. ត្រួតពិនិត្យមើលការខូចខាតក្នុងផ្ទះជាពិសេសការលេចធ្លាយឧស្ម័នការខូចខាតអគ្គិសនីនិងអគារ 5. គោរពតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានស្ដាប់វិទ្យុឬទូរទស្សន៍សម្រាប់ព័ត៌មានបន្ថែមចងចាំថាការត្រៀមខ្លួនទុកជាមុនអាចសង្គ្រោះជីវិតបានការហាត់សមជម្លៀសជាទៀងទាត់និងការត្រៀមគ្រឿងសង្គ្រោះបន្ទាន់ជាមុនគឺជាផ្នែកសំខាន់នៃការត្រៀមខ្លួនសម្រាប់គ្រោះរញ្ជួយដី